វាគ្រាន់តែជាថ្ងៃត្រង់ប៉ុណ្ណោះគោវាងបានសុំអ្នករត់ទៅយកភួយរោមចៀមស្ដើងមួយនិងខ្នាយទុន3-4មកឃើញបែបនេះគូសាំងមីងភ្ញាក់ផ្អើលថាក្នុងបន្ទប់មានមិនគ្រប់គ្រាន់ទេលោកគោវាងបាននិយាយថាអ្នកគឺជាម្ចាស់លាវស៊ីសានចុងប៉ុន្តែអ្នកគឺជាមនុស្សអសមត្ថភាពទាំងស្រុងក្បាច់គុណរបស់អ្នកអន់ខ្លាំងហើយខួរក្បាលមិនល្អខ្ញុំគេងនៅក្នុងបន្ទប់ជាមួយអ្នកមានសុវត្ថិភាពជាងកន្លែងនេះអេដមីនជួយសម្រាយបន្តិចដោយសារគូសាំងមីងគាត់មិនទាន់រឹងមាំខ្លាំងព្រោះទើបឡើងកាន់តំណែងចឹងគាត់ធ្វើពុតជាល្ងងឆើតដើម្បីកុំឲ្យប៉ាក់ដទេចាប់អារម្មណ៍នៅខ្លាំងផងហើយក៏ឲ្យបងប្អូនញាតិមិត្តខាងត្រកូលគូផ្សេងមិនចាប់អារម្មណ៍ពីគាត់ពេកពាក្យសម្ដីរបស់គោវាងពិតជាអាក្រក់ណាស់ធ្វើឲ្យគូសាំងមីងសាយគាត់ដឹងថាគោវាងសំដៅលើការធ្វើពុតល្ងងខ្លៅនិងភាពទន់ខ្សោយរបស់គូសាំងមីងប្រសិនបើនរណាម្នាក់មានអារម្មណ៍មិនស្រួលបន្តិចពេលឃើញលាវស៊ីសានចឹងបែបនេះហើយមានគំនិតចង់លុបបំបាត់គូសាំងមីងនោះវាជាការប្រសើរជាងដែលមានអ្នកដែលមានជំនាញការពារគាត់យ៉ាងច្បាស់ដើម្បីឲ្យអ្នកដទៃបានឃើញគោវាងបានដាក់ភួយរោមចៀមពណ៌ស្នៅលើកៅអីអង្គុយដ៏ប្រណិតរួចបោះភួយនោះទៅម្ខាងហើយនិយាយទៅកាន់គូសាំងមីងថាខ្ញុំគេងនៅទីនេះគូសាំងមីងភ្លឹកបន្តិចបន្ទាប់មកងក់ក្បាលយល់ស្របនឹងអាកប្បកិរិយារបស់គោវាងដើមឡើយគាត់ធ្លាប់គិតថាគោវាងប្រជ្រៀតក្រែរបស់គាត់ហើយគាត់នៅតែគិតពីរបៀបបដិសេធដើម្បីកុំឲ្យគោវាងមានអារម្មណ៍ខ្មាស់អៀនឬរំខានទោះជាយ៉ាងណាក៏ដោយគាត់មិននឹកស្មានថាគោវាងនឹងសុំគេងនៅលើកៅអីអង្គុយនោះទេដែលធ្វើឲ្យគាត់មានអារម្មណ៍ខ្មាស់អៀនបន្តិចចំពោះគំនិតពីមុនរបស់គាត់គូសាំងមីងដេកលើគ្រែហើយនិយាយថាតោះយើងដេកយប់នេះយើងមានរឿងត្រូវធ្វើគោវាងបានមើលគូសាំងមីងដេកសម្លៀកបំពាក់និងសក់របស់គាត់បានរីកដូចផ្ការីកនិងរាលដាលគ្រប់ទីគាត់សួរទាំងឆ្ងល់ថាយប់នេះឯងមានរឿងអីដែរគោវាងមិនចាំថាមានអ្វីត្រូវធ្វើទេយប់នេះទន្លេហើយគ្រាន់តែជាកន្លែងសម្រាកប៉ុណ្ណោះហើយបើទោះជាគាត់មានគម្រោងក៏ដោយក៏មិនទាន់ចាប់ផ្ដើមវាដែរគូសាំងមីងសួរទាំងខ្ជិលច្រអូសថាតើបុរសវ័យក្មេងដែលខូចគួរទៅណាពេលគាត់ចេញទៅក្រៅពេលយប់ឃើញគូសាំងមីងបង្រួមខ្លួនបន្តិចកែវភ្នែកគោវាងរួញចូលដឹងថាមានគ្រោះថ្នាក់ប៉ុន្តែបានត្រឹមតែនិយាយអហើយមិននិយាយអ្វីផ្សេងទៀតស្បែករបស់គូសាំងមីងសណាស់នៅជ្រុងរបស់គោវាងគាត់អាចមើលឃើញសាច់ដ៏សនៅខាងក្រោយរបស់គូសាំងមីងស្បែកសថ្លាណាស់ស្ទើរតែអាចមើលឃើញសរសៃពណ៌ឈាមនៅក្រោមស្បែកកាន់តែស្គាល់បុរសដែលជាឪពុករបស់គាត់កាន់តែភ្ញាក់ផ្អើលកាលពី17ឆ្នាំមុននៃជីវិតរបស់គាត់អ្វីដែលគេហៅថាឪពុកមានតែស្រមោលប៉ុណ្ណោះបុរសដែលមានមន្តស្នេហ៍មានអំណាចម្នាក់ដែលសង្ហាខ្លាំងប៉ុន្តែគោវាងមិនអាចនិយាយបានច្បាស់ថាគាត់សង្ហាប៉ុណ្ណានោះទេគាត់គ្រាន់តែដឹងថាឪពុកគាត់សង្ហាណាស់កាលពីក្មេងគោវាងនៅចាំថាគូសាំងមីងសរសើរគាត់ដោយនិយាយថាគឺឆ្អឹងឯងល្អគឺជាដុំពេជ្រខាងក្បាច់គុណពីធម្មជាតិប្រសិនបើយើងអាយុស្មើឯងយើងប្រកាសជាអន់ជាងឯងការពិតបង្ហាញថា20ឆ្នាំក្រោយមកគូសាំងមីងគឺពិតជាត្រឹមត្រូវហើយវាមិនគ្រាន់តែអាយុនោះទេគូសាំងមីងមានអាយុច្រើនជាងគាត់2ឆ្នាំប៉ុន្តែគូសាំងមីងនៅតែមិនអាចប្រៀបធៀបក្បាច់គុណជាមួយគោវាងបានឡើយគ្រប់គ្នានៅក្នុងពិភពគុណធ្លាប់និយាយថាកូនប្រុសរបស់គូសាំងមីងមានទេពកោសល្យពិសេសជាអ្នកពូកែខាងក្បាច់គុណដែលមានទេពកោសល្យមួយសតវត្សទើបឃើញមួយប៉ុន្តែតើនរណាដឹងថាជំនាញក្បាច់គុណដ៏អស្ចារ្យរបស់គោវាងមានប្រភពមកពីណាគោវាងបានដើរទៅក្បែរគ្រែរបស់គូសាំងមីងហើយអង្គុយចុះសម្លឹងមើលមនុស្សដែលដេកនៅលើគ្រែដោយទឹកមុខស្មើគាត់ធ្លាប់មិនអាចនិយាយថាឪពុករបស់គាត់សង្ហាត្រង់ណានោះទេប៉ុន្តែឥឡូវគាត់ដឹងហើយដើរពីក្រោយគូសាំងមីងអាចឃើញកញ្ចឹងកដ៏ស្រស់ស្អាតសក់របស់គាត់គឺទន់ជាងមនុស្សប្រុសធម្មតាឆ្អឹងរបស់គាត់វែងនិងស្ដើងម្រាមដៃវែងហើយក្រចករបស់គាត់មានរាងពងក្រពើដូចផ្កាពណ៌ស្មៀនពណ៌ផ្កាឈូកតិចនៅក្នុងនៅពេលដែលគាត់សម្លឹងមើលមនុស្សដោយក្រឡេកមើលចំហៀងវាហាក់ដូចជាគាត់មើលងាយពួកគេប៉ុន្តែគាត់នៅតែសង្ហាខ្លាំងជាពិសេសស្បែកស្អាតរបស់គាត់ផ្ទុយនឹងប្រជ្រុយទឹកភ្នែកដែលមើលទៅហាក់ដូចជាឈាមហូរបន្តិចឥឡូវនេះគាត់មានការយល់ដឹងយ៉ាងលម្អិតអំពីលក្ខណៈសិចស៊ីរបស់ឪពុកគាត់តូចរហូតដល់ខ្សែកោងនៃរោមភ្នែករបស់គាត់គ្រប់ដណ្ដប់ត្របកភ្នែករបស់គាត់និងបញ្ចេញស្រមោលតូចមួយនៅពេលដែលភ្នែករបស់គាត់បិទចុះក្រោមកាលនោះគាត់ចេញទៅកាន់ដាវហាក់ដូចជាទៅវាយឪពុកដែលដើរកើតកូនស្រីគ្រប់កន្លែងប៉ុន្តែនៅក្នុងត្រឹមតែមួយងាកក្បាលរបស់គាត់អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរគោវាងមិនចូលចិត្តឪពុករបស់គាត់នៅ20ឆ្នាំក្រោយមកគាត់ចូលចិត្តគូសាំងមីងបច្ចុប្បន្នទោះបីជាគាត់បើកចំហចំពោះនារីណាក៏ដោយក៏បុរសវ័យក្មេងនៅចំពោះមុខគាត់ដោយនឹកស្មានមិនដល់ធ្វើឲ្យគាត់ចង់តាមគាត់ដោយមិននឹកស្មានដល់គាត់មានអារម្មណ៍រំភើបចម្លែកនៅក្នុងឈាមរបស់គាត់ដែលរំរឹកគោវាងនៅពេលដែលគាត់បានសម្លាប់មនុស្សជាលើកដំបូងដូច្នេះបើស្អប់អ្វីដែលនឹងคล้ายទៅជា20ឆ្នាំក្រោយនោះចាប់ពីពេលនេះទៅបញ្ឈប់វាទៅគូសាំងមីងនៅតែគូសាំងមីងពេលនេះមិនប្រសើរជាងទេ
គូសាំងមីងមិនបានដេកលក់ទេហើយកូវ៉ាងក៏ដឹងថាគាត់ក៏មិនបានដេកដែរអ្នកទាំងពីររក្សាភាពស្ងប់ស្ងាត់មួយរយៈគូសាំងមីងបែរទៅខាងក្នុងគេងគាត់មានអារម្មណ៍ថាខ្នងរបស់គាត់ស្ទើរតែស្ពឹកហើយភាពតានតឹងបានធ្វើឲ្យគាត់តានតឹងសាច់ដុំឆ្អឹងខ្នងគូសាំងមីងមិនបានដឹងថាគាត់ភ័យអំពីអ្វីនោះទេប៉ុន្តែគាត់ទ្រាំមិនបានទប់ដង្ហើមរាងកាយទាំងមូលរបស់គាត់ស្ថិតក្នុងស្ថានភាពការពាររាងខ្សែដងខ្លួនពិតជាស្អាតមែនកូវ៉ាងមើលបញ្ចប់ចុងក្រោយរួចបែរទៅគេងកន្លែងគាត់ច្រមុះត្រង់របស់បុរសសម្រាកទល់នឹងក្រណាត់ត្រជាក់នៃខ្នើយពាក់កណ្ដាលមុខរបស់គាត់កប់នៅក្នុងខ្នើយហើយគាត់ចាប់ផ្ដើមគេងប៉ុន្តែគាត់ជាមនុស្សគេងស្រាស់ហើយនឹងភ្ញាក់ប្រសិនបើមានការរំខានតែបន្តិចបែរមកខាងគូសាំងមីងបានគេងលក់យ៉ាងស្កប់ស្កល់នៅពេលដែលគាត់បានឬកន្លងរបស់កូវ៉ាងនៅពេលចាក់ចេញទៅដេកនៅលើកៅអីអង្គុយនៅមិនឆ្ងាយនោះគាត់គេងរហូតដល់ល្ងាចទើបភ្ញាក់ពីដំណេកពេលអ្នកបម្រើកំហុកមកគោះទ្វារព្រះអាទិត្យកំពុងលិចល្មមនៅខាងក្រៅបង្អួចហើយកាំរស្មីចុងក្រោយនៃព្រះអាទិត្យបានចូលតាមផ្ទាំងបង្អួចធ្វើឲ្យមានការឆ្លុះបញ្ចាំងមិនច្បាស់នៅលើឥដ្ឋកូវ៉ាងកំពុងដេកជិតបង្អួចហើយពន្លឺដែលត្រង់តាមក្រណាត់ស្ដើងបានធ្លាក់មកលើមុខរបស់គាត់ធ្វើឲ្យស្បែករលោងរបស់គាត់មានពន្លឺតិចទោះបីជាគាត់ភ្ញាក់មួយរយៈហើយក៏ដោយគាត់នៅតែនៅលើខ្នើយដែរពេលអ្នករត់ទៅចូលមកកូវ៉ាងក្រឡេកមើលគាត់ដោយភាពស្ងប់ស្ងាត់អ្នកបម្រើញាប់ញ័រតិចហើយប្រញាប់ដាក់អាហារនៅលើតុដោយពន្យល់ថាបើហួសម៉ោងបាយហើយលោកថៅកែឃើញថាអ្នកប្រុសទាំងពីរនាក់មិនចុះមកញ៉ាំទេហើយមិនបានកុំមងម្ហូបអីផងខ្លាចអ្នកប្រុសទាំងពីរឃ្លានគាត់ក៏ឲ្យខ្ញុំយកខ្លះក្រោយពីនិយាយបែបនេះហើយគាត់ក៏ក្រាបសំពះលារួចចាក់ចេញទៅយ៉ាងប្រញាប់ប្រញាល់ព្រះអាយពីរអ្នកនេះពិតជាស្អាតដូចទេវតាណាស់ប៉ុន្តែមើលទៅគួរឲ្យខ្លាចជាងស្ដេចបិសាចទៅទៀតជាពិសេសបុរសស្លៀកអាវខ្មៅនៅលើកៅអីគាត់គ្រាន់តែមើលអ្នកដោយត្រជាក់និងព្រងើយកន្តើយដែលវាគួរឲ្យខ្លាចជាងមុខដ៏តឹងរឹងរបស់មេពទៅទៀតអ្នករត់ទៅម្នាក់នេះទ្រាំមិនបានទេចាប់ពីពេលនេះទៅខ្ញុំនឹងឲ្យអ្នកផ្សេងយកកំហូបឲ្យពួកគេវិញគូសាំងមីងឃើញកូវ៉ាងភ្ញាក់ហើយតែនៅមើលមិនយល់ឆ្ងល់ក៏មើលបន្តពីរដងវាតែងតែមានរឿងប្លែកជាច្រើននៅក្នុងពិភពគុណប៉ុន្តែគាត់មិននឹកស្មានថាកូវ៉ាងខឹងពេលគាត់ភ្ញាក់ពីគេងនោះទេច្បាស់ណាស់កូវ៉ាងខឹងខ្លាំងជាងធម្មតាតែមិនបានធ្វើឲ្យគូសាំងមីងភ័យខ្លាចទេផ្ទុយទៅវិញគាត់ចង់លេងសើចឲ្យគាត់ថែមទៀតគូសាំងមីងយកបាយដាក់ក្នុងចានមួយញ៉ាំពីរបីមាត់រួចក៏ឈប់គាត់ទើបតែភ្ញាក់ពីដំណេកមិនសូវមានអារម្មណ៍ល្អទេគាត់ក៏បដូរទៅចានមួយទៀតយកស៊ុបត្រីស្រស់ហើយញ៉ាំវិញស៊ុបត្រីពណ៌សមៀនក្លិនឈ្ងុយឆ្ងាញ់ដូច្នេះគូសាំងមីងញ៉ាំច្រើនមាត់គ្រួសារគូមានភាពស៊ាំនឹងថ្នាំពុលដែលការពិតមួយចំនួននៅក្នុងពិភពគុណបានដឹងនេះគឺជាសញ្ញាបៀរបស់គ្រួសារគូសម្រាប់ការរស់រានមានជីវិតវាមិនមែនថាគ្រួសារគូមានភាពស៊ាំនឹងសារធាតុពុលទាំងអស់នោះទេអ្វីដែលជាធម្មតាអំជាមួយអាវុធសម្ងាត់នោះគឺជាថ្នាំពុលគ្រួសារគូដឹងពីរបៀបប្រើអាវុធសម្ងាត់និងថ្នាំពុលប៉ុន្តែពួកគេមិនដែលបង្ហាញពីសមត្ថភាពពិតរបស់ពួកគេឡើយប្រសិនបើត្រូវដឹងថាម្ចាស់របស់លាវស៊ីសានចុងពិតជាអាចបែងចែកសារធាតុពុលបាននោះកម្រិតនៃការពុលដែលពួកគេអាចវាយប្រហារនឹងកើនឡើងជាច្រើនដែលធ្វើឲ្យពួកគេស្ទើរតែមិនអាចការពារប្រឆាំងនឹងបានកូវ៉ាងងាកក្រោយដោយខ្ជិលមួយសន្ទុះបន្ទាប់មកក្រោកឡើងដើរទៅគូសាំងមីងគេអង្គុយជុំគ្នាផឹកស៊ុបត្រីឆ្ងាញ់មួយចានមុនដាក់ចានចុះគូសាំងមីងងើបឈរហើយនិយាយថាតោះទៅក៏ហើយបានរុញទ្វារឲ្យចេញពីបន្ទប់កូវ៉ាងដើរតាមពីក្រោយគាត់ដោយមិននិយាយអ្វីទាំងអស់តើគាត់គួរទៅទីណាក្រៅពីផ្ទះបនតើកន្លែងណាផ្សេងទៀតដែលស័ក្តិសមសម្រាប់មនុស្សខូចដូចគូសាំងមីងគូសាំងមីងសើចបន្លំស៊ីណាំងនឹងលីងជាហើយកូវ៉ាងឈរក្បែរដោយទឹកមុខទៀងត្រង់និងមិនចេះអត់ធ្មត់បង្ហាញសញ្ញានៃការមិនយល់ស្របនឹងអ្វីដែលគូសាំងមីងនិយាយស៊ីណាំងនឹងលីងជាស្ទាក់ស្ទើរបានប្រាប់គូសាំងមីងឲ្យត្រឡប់មកវិញឆាប់លីងជាខ្លួនឯងជាមនុស្សមិនយល់ពីសុជីវធម៌ទេហើយស៊ីណាំងគឺជាស្ត្រីដែលតស៊ូជាងមានវិន័យមានតែលីចុងនិងកូនកោប៉ុណ្ណោះដែលនៅស្ងៀមដោយផ្ដល់ការគោរពចំពោះគូសាំងមីងក៏សូមធ្វើតាមចិត្តបន្ទាប់ពីបដិសេធ2ទៅ3ដងស៊ីណាំងបានដឹងថាវាពិតជាក៏ប្រហែលជាមានរឿងត្រឹមត្រូវដូច្នេះនាងឈប់ទូចឲ្យគូសាំងមីងនាំពួកគេចេញដើរលេងបែបជាលីងជាមិនប្រងើយកន្តើយឡើយនិយាយថាក៏កន្លែងណាដែលលោកទៅពួកយើងក៏ទៅដែរយើងជាអ្នកបម្រើរបស់លោកប្រុសគឺមិនអាចចាក់ចេញពីលោកប្រុសបានទេមុខដ៏ស្រស់ស្អាតរបស់នាងមានទឹកមុខរឹងរូសកូវ៉ាងបានមើលគូសាំងមីងនិយាយជាមួយលីងជាមិនដាច់ស្រឡះហើយនិយាយយ៉ាងត្រជាក់ថាក៏ខ្ញុំខ្លាចអ្នកភ្លេចថាអ្នកជាអ្នកបម្រើទឹកដុំគាត់ប្រងើយកន្តើយប៉ុន្តែសម្ដីរបស់គាត់ធ្ងន់ធ្វើឲ្យលីងជាបានស្ងប់ភ្លាមដើមឡើយស៊ីណាំងរករឿងក៏ណាស់ហើយនាងចាស់ជាងគូសាំងមីងហើយបានមើលថែគាត់តាំងពីកុមារភាពហើយនាងពិតជាគ្មានមនោសញ្ចេតនាប្រុសស្រីចំពោះគូសាំងមីងទេកូវ៉ាងអាចប្រាប់បានមួយផ្លែថាស៊ីណាំងបានចាត់ទុកគូសាំងមីងជាគ្រួសារប៉ុន្តែលីងជាខុសគ្នាស្ត្រីនេះពិតជាចង់តាមគូសាំងមីងដោយបើកចំហនឹងត្រង់ជាមួយនឹងអាកប្បកិរិយាបែបនេះ
มันអាចរកកំហុសអ្វីមកលើនាងបានឡើយដែលធ្វើឲ្យកូវាងមិនស្រួលចិត្តនឹងនារីម្នាក់នេះលៀងជាមិនហ៊ាននិយាយសម្លឹងមើលកូវាងហើយនៅស្ងៀមគូសាំងមីងនិងកូវាងបានចាក់ចេញពីផ្ទះសំណាក់គូសាំងមីងបានដើរជុំវិញផ្លូវដូចជាអ្នកប្រុសកំហូចដូចពាក្យថាមានលុយធ្វើឲ្យពិភពលោកវិលជុំវិញហើយបុរសអ្នកមានដូចជាគូសាំងមីងអាចមានអារម្មណ៍ស្រួលក្នុងវណ្ណៈអ្នកមានគាត់បានបោះដុំប្រាក់ដោយចៃដន្យហើយបានរកឃើញបុរសម្នាក់នាំផ្លូវដើរបានមួយសន្ទុះក៏មកដល់ចំណុចផ្លូវស្រីបនផ្លូវស្រីបនមិនទាន់មានអ៊ូអរនៅឡើយទេស្រីបនមុខមាត់សាមញ្ញមួយចំនួនឈរនៅមាត់ទ្វារដោយផ្ដល់នៅស្នាមញញឹមរបស់ពួកគេបានឃើញកូវាងនិងគូសាំងមីងប៉ុន្តែមិនហ៊ានចូលទៅជិតពួកគេទេដោយមានឋានៈទាបរបស់ពួកនាងមិនហ៊ានលបួងបុរសដែលមានសម្បុរនិងរូបរាងបែបនេះទេពួកគេមានសម្រស់ស្អាតជាងមនុស្សស្រីដែលធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ខ្មាសចំពោះវត្តមានរបស់ពួកគេចូលទៅក្នុងផ្ទះបនដែលថ្លៃបំផុតនិងល្អបំផុតគូសាំងមីងបានបោះកាក់ប្រាក់មួយទៀតទៅបុរសដែលដឹកនាំផ្លូវដោយធ្វើខ្លួនដូចជាកូនអ្នកមានដែលខូចបុរសនោះបានយកប្រាក់នោះចេញទៅដោយអរគុណយ៉ាងខ្លាំងគាត់មិនដែលរំពឹងថានឹងជួបចៅវាយនាយវ័យក្មេងពីរនាក់នៅលើផ្លូវហើយទទួលបានប្រាក់ច្រើនយ៉ាងនេះដោយគ្រាន់តែដឹកនាំពួកគេក្នុងចម្ងាយខ្លីប៉ុណ្ណោះគាត់មានអារម្មណ៍ថាគាត់ជន់លាមកឆ្កែមានសំណាងហើយថ្ងៃនេះគាត់មានសំណាងមិនគួរឲ្យជឿត្បិតតែអគារនេះមិនទាន់មានភាពអ៊ូអរប៉ុន្តែវាបានបើកដំណើរការអាជីវកម្មរួចហើយម៉ែយ៉ែមដែលកាន់កន្សែងដៃដើរទៅមុខហើយនិយាយទៅកាន់កូវាងនិងគូសាំងមីងថាអ្នកទាំងពីរមកលឿនណាស់ខ្ញុំគិតថាអ្នកមើលទៅមិនធ្លាប់ស្គាល់តើនេះជាលើកទី1មែនទេម៉ែយ៉ែមស្លៀកពាក់យ៉ាងប្រណិតមានភាពទាក់ទាញថ្វីត្បិតតែមុខរបស់នាងមានភាពជ្រួញបន្តិចក៏ការថែរក្សាយ៉ាងយកចិត្តទុកដាក់របស់នាងនៅតែរក្សាភាពស្រស់ស្អាតដែលនៅសល់របស់នារីម្នាក់នេះនាងបានក្រឡេកមើលបុរសវ័យក្មេងពីរនាក់ដែលមិនធ្លាប់ស្គាល់ប៉ុន្តែមិនសូវច្បាស់អំពីស្ថានភាពរបស់ពួកគេមកពីក្រៅក្រុងម៉ែយ៉ែមបានគិតក្នុងចិត្តថាបើមកជាមួយមិត្តការប្រាស្រ័យតាក់ទងគ្នានឹងមានភាពធូរស្រាលជាងប៉ុន្តែបើមកជាមនុស្សថ្នាក់លើទោះបីអ្នកក្រោមបង្គាប់មានភាពឆើតឆាយនិងស្រស់ស្រាយក៏ដោយក៏នាងអាចប្រាប់បានមួយផ្លែតថាអ្នកណាជាអ្នកដែលអាចនិយាយបានប៉ុន្តែមនុស្សពីរនាក់ដែលនៅពីមុខនាងដូចមិនមែនទាំងពីរប្រភេទក្រឡេកមើលដំបូងគឺជាយុវជនដែលមានប្រជ្រុយនៅក្រោមភ្នែកប៉ុន្តែនៅពេលពិនិត្យកាន់តែជិតម៉ែយ៉ែមដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិច្ឆ័យមនុស្សមានអារម្មណ៍ថាយុវជនមុខត្រជាក់ម្នាក់នេះគឺជាអ្នកដែលមានសិទ្ធិអំណាចមួយរំពេចនោះម៉ែយ៉ែមក៏វាយតម្លៃបុរសទាំងពីរនាក់ហើយសើចថាមកពីក្រៅក្រុងគ្មានអ្វីចម្លែកទេដែលខ្ញុំមិនបានដឹងថាយើងមានបុរសសង្ហាបែបនេះនៅហើយជាងសូមអញ្ជើញលោកទាំងពីរមកបន្ទប់ឯកជនមកជាមួយនោះនាងក៏ធ្វើកាយវិការអញ្ជើញឲ្យពួកគេឡើងទៅខាងលើពេលឡើងទៅនាងបានសួរកូវាងនិងគូសាំងមីងថាតើនារីប្រភេទណាដែលពួកគេចូលចិត្តនៅកន្លែងបែបនេះនោះជាអ្វីដែលគេធ្វើដូច្នេះនាងមិនមានអារម្មណ៍ខ្មាស់គេទេដែលសួរដោយផ្ទាល់សំឡេងស្រទន់នៃឧបករណ៍សូត្រនិងឫស្សីបានបន្លឺឡើងយ៉ាងស្រទន់តាមរយៈវាំងមេរ៉ាបងរុំពណ៌ភ្លឺផ្លេកម៉ែយ៉ែមញឹមដាក់កូវាងនិងគូសាំងមីងថាហាងហោអ៊ីនលើយើងមានស្រីសម្រស់ដូចផ្កាសម្បូរបែបដូចពុកសុភាពបុរសទាំងពីរពិតជាបានមកដល់កន្លែងត្រឹមត្រូវហើយគូសាំងមីងទាញក្រដាសប្រាក់ចេញពីហោប៉ៅរបស់គាត់ហើយដោយមិនពិនិត្យមើលចំនួននោះក៏បោះវាទៅម៉ែយ៉ែមនាងចាប់បានក្រដាសប្រាក់ក្រឡេកមើលចំនួននោះគូសាំងមីងបាននិយាយថាក៏ខ្ញុំចង់ផ្កាដ៏ស្រស់ស្អាតបំផុតរបស់អ្នកទឹកមុខរបស់ម៉ែយ៉ែមបានផ្លាស់ប្ដូរហើយនាងសើចថាក៏ហាងហោអ៊ីនលើរបស់យើងស្រីស្អាតយ៉ាងម៉េចក៏មានដែរអ្នកប្រុសហេតុអ្វីបានជាអ្នកយកតែផ្កាលេខ1គ្រាន់តែមានសំណាងជាងនារីតីបន្តិចទៅជាប់ឈ្មោះនោះទេដោយយល់ថាវាជាលេខគូសាំងមីងបានដើរឡើងទៅលើបន្ទប់ដោយមិនមើលទៅក្រោយកូវាងបើកដាវដោយមេដៃបន្តិចហើយសម្លឹងមើលស្ត្រីដែលសម្រស់កាន់តែស្រពោនដោយនិយាយថានាមត្រកូលរបស់ចៅវាយរបស់យើងគឺគូហើយឈ្មោះរបស់គាត់គឺសាំងមីងតើផ្កាលេខ1អាចមកបានឬអត់គឺអាស្រ័យលើអ្នកសម្រេចចិត្តម៉ែយ៉ែមភ្ញាក់ផ្អើលដោយចំហាយសម្រាប់មនុស្សដែលផុសចេញពីកូវាងថ្វីត្បិតតែនាងមិនស្គាល់ក្បាច់គុណក៏ដោយក៏នាងឧស្សាហ៍ចូលពិភពគុណនិងយល់ពីធម៌ពលរបស់យុវជនម្នាក់នេះមិនធម្មតាភាពសាហាវឃោរឃៅបែបនេះអាចត្រូវបានដាំដុះតាមរយៈភាពត្រជាក់នៃបេះដូងប៉ុណ្ណាជូតញើសចេញពីថ្ងាសរបស់នាងដោយកន្សែងដៃយល់ព្រមម្ដងហើយម្ដងទៀតកូវាងទើបដើរតាមគូសាំងមីងឡើងទៅជាន់លើបន្ទាប់ពីកូវាងនិងគូសាំងមីងឡើងទៅលើបន្ទប់ម៉ែយ៉ែមបានចុចអណ្ដាតរបស់នាងទៅលើអ្វីដែលបុរសវ័យក្មេងមុខត្រជាក់បាននិយាយនាមត្រកូលរបស់គាត់គឺគូហើយឈ្មោះរបស់គាត់គឺសាំងមីងភ្លាមនោះនាងក៏បានដឹងថាគូសាំងមីងគឺជាម្ចាស់ថ្មីនៃលាវស៊ីសានចឹងទោះជាមនុស្សក្នុងពិភពគុណមានទស្សនៈយ៉ាងណាចំពោះគូសាំងមីងក៏ដោយក៏បុរសដែលមាននឹងខូចបែបនេះមិនមែនជាម្ចាស់ផ្ទះបនដូចនាងអាចមានលទ្ធភាពទទួលឡើយដូច្នេះហើយបានជាប្រញាប់បញ្ជូនអ្នកណាម្នាក់ទៅកោះហើយនារីផ្កាលេខ1មក
កិច្ចព្រមព្រៀងដើមត្រូវលុបចោលទៅបានហើយប្រសិនបើអ្វីកើតឡើងនោះវាមិនមែនជាបញ្ហារបស់នាងទេនាងអាចទុកឲ្យភាគីទាំងពីរប្រយុទ្ធគ្នាដោយខ្លួនឯងហើយធ្វើដោយសាមញ្ញទៅនឹងលំហូរនិងកិច្ចពីការទទួលខុសត្រូវកូវ៉ាងនិងគូសាំងមីងចូលបន្ទប់ឯកជនកុំងម្ហូបចំហៀងនិងស្រាល្អហើយចាប់ផ្ដើមផឹកជាមួយគ្នាពួកគេបានលើកកែវដាក់គ្នាផឹកស្រាហើយយុវជនទាំងពីរនាក់ដែលទើបតែស្គាល់គ្នាបានមួយរយៈពេលខ្លីពេលនេះហាក់ដូចជាធ្លាប់ស្គាល់គ្នាដូចមិត្តចាស់ទៅហើយ